អ្វីចូលរួមខ្លះខ្ញុំបានយកចាននិងស្លាបព្រាមកខ្លួនឯងដើម្បីចូលរួមរក្សាបរិស្ថានសូមបងប្អូនពូមីងលោកយាយលោកតាយកចាននិងស្លាបព្រាមកចូលរួមដូចក្រុមកុមារខ្ញុំដែរក្រៅពីនេះតើយើងចូលរួមអ្វីទៀតមានគឺយើងទុកដាក់សម្រាប់ឲ្យបានល្អជួយប្រាប់ផងតើទុកដាក់យ៉ាងម៉េចឲ្យបានល្អយើងបែងចែកសម្រាមជា3ប្រភេទ1កាក់សំណល់2សម្រាមទូទៅទឹកសុទ្ធនិងកំប៉ុងទឹកក្រងខ្ញុំយកហើយតើមានអ្វីចង់ណែនាំបន្តទេមានគឺពេលញ៉ាំអាហារត្រូវដួសឲ្យល្មមញ៉ាំឆ្អែតមានន័យថាញ៉ាំឲ្យសល់ព្រោះវាបង្ហាញភាពខ្ជះខ្ជាយព្រមយើងនៅសល់ចំណុចសំខាន់កុំធ្វើបាច់ទៀត1សូមកុំបិទវិជនឡើងលើអាគារសូមទុកនៅលើកម្រាលថ្មក្រោមកំជុំដាសូមកុំយកអាហារនិងភេសជ្ជៈគ្រប់ប្រភេទទៅកាន់ព្រះវិហារលើកលែងតែកាត់សំ3សូមកុំចាំតែអង្គុយលើជណ្ដើរផ្ទាំងថ្មដែលតាច់សូមកុំអង្គុយនៅទីនេះសូមឡើងមកខាងលើសូមអរគុណសូមបងប្អូនពូមីងលោកយាយលោកតាជួយចូលរួមឲ្យបានទាំងអស់គ្នាដោយក្រកុមារយើងខ្ញុំ1សូមយកចាននិងស្លាបព្រាមកញ៉ាំដោយខ្លួនឯង2សូមដួសអាហារឲ្យល្មមញ៉ាំអស់3សូមដាក់សម្រាមតាមប្រភេទ4សូមកុំពាក់ស្បែកជើងឡើងលើព្រះវិហារ2សូមកុំយកអាហារឬភេសជ្ជៈឡើងលើព្រះវិហារលើកលែងទឹកសុទ្ធ3សូមកុំចោះទៅអង្គុយលើកម្មជណ្ដើរទាំងថ្មដែលមានទឹកយើងខ្ញុំជាក្រុមកុមារស្ម័គ្រចិត្តចូល